ជំរាបសួរបងប្អូនទាំងអស់គ្នានិងសួស្តីបងប្អូនសិស្សានុសិស្សជាទីរាប់អានសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំជាថ្មីម្ដងទៀតថ្ងៃនេះនាងខ្ញុំនឹងលើកយកប្រធានបទមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនិងជាប្រធានបទដែលមនុស្សជាច្រើនតែងតែយល់ច្រឡំនោះគឺភាវៈរស់ផ្កាថ្មឬជាភាសាអង់គ្លេសហៅថា Coral Reefs នាងខ្ញុំធ្លាប់បានសួរសិស្សជាច្រើនថាតើផ្កាថ្មជារុក្ខជាតិឬជាសត្វហើយភាគច្រើនបានឆ្លើយថាជារុក្ខជាតិចុះបងប្អូនវិញយល់យ៉ាងណាដែរសូមគិតបន្តិចហើយតាមដានវីដេអូនេះរហូតដល់ចប់ដើម្បីរកចម្លើយដែលត្រឹមត្រូវលក្ខណៈទូទៅរបស់ផ្កាថ្មតាមវិទ្យាសាស្ត្រផ្កាថ្មមិនមែនជារុក្ខជាតិទេប៉ុន្តែជាសត្វឥតឆ្អឹងកងដែលស្ថិតនៅក្នុងសាខាគ្នីដៀដូចគ្នានឹងខ្ញែសមុទ្រនិងត្អន់សមុទ្រដែរហេតុដែលមនុស្សភាគច្រើនយល់ច្រឡំគឺដោយសារផ្កាថ្មមានរូបរាងបែកមែកសាខាដូចរុក្ខជាតិហើយមានគ្រោងឆ្អឹងរឹងផ្សំឡើងពីកាល់ស្យូមកាបូណាតដែលមើលទៅដូចថ្មតាមពិតទៅផ្កាថ្មមួយត្រូវបានបង្កើតឡើងពីសត្វតូចៗហៅថាប៉ូលីបដែលរស់នៅជាក្រុមឬហៅថា colony នៅដំណាក់កាលកូនញស់ផ្កាថ្មអាចហែលទឹកបានមុនពេលភ្ជាប់ខ្លួនទៅនឹងបាតសមុទ្រហើយលូតលាស់ទៅជា colony ថ្មីផ្កាថ្មបានកើតមានឡើងនៅលើផែនដីប្រហែល500លានឆ្នាំមុនដែលមានអាយុកាលចាស់ជាងត្រីឆ្លាមនិងប្រភេទរុក្ខជាតិទូទៅទៅទៀតការលូតលាស់របស់ផ្កាថ្មយឺតខ្លាំងប្រហែលត្រឹម1ទៅ2សង់ទីម៉ែត្រក្នុងមួយឆ្នាំដូច្នេះផ្កាថ្មដែលយើងឃើញសពថ្ងៃអាចមានអាយុរាប់រយឬរាប់ពាន់ឆ្នាំនេះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រព្រួយបារម្ភខ្លាំងព្រោះពេលផ្កាថ្មស្លាប់វាមិនអាចស្ដារឡើងវិញបានឆាប់រហ័សនោះទេចំណុចទី2ការចិញ្ចឹមជីវិតរបស់ផ្កាថ្មផ្កាថ្មទទួលបានអាហារពីប្រភពសំខាន់ពីរប្រភេទគឺការប្រមាញ់ចំណីនិងការសហប្រាណការប្រមាញ់ចំណីប៉ូលីបរបស់ផ្កាថ្មមានដៃតូចៗដែលមានកោសិកាចាក់ប្រើសម្រាប់ចាប់ប្លង់តុងនិងភាពរស់តូចៗក្នុងទឹកសម្រាប់ការសហប្រាណផ្កាថ្មរស់នៅជាមួយសារាយសហប្រាណឈ្មោះថា Zooxanthellae ដែលរស់នៅក្នុងកោសិការបស់ផ្កាថ្មសារាយទាំងនេះប្រើពន្លឺព្រះអាទិត្យធ្វើរស្មីសំយោគហើយផ្ដល់ថាមពលនិងអាហារទៅឲ្យផ្កាថ្មខណៈផ្កាថ្មផ្ដល់ជាជម្រកនិងសារធាតុចិញ្ចឹមមកវិញទំនាក់ទំនងនេះជាគំរូដ៏ល្អនៃការសហប្រាណដែលផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកនៅក្នុងធម្មជាតិចំណុចទី3 Ecology និងតួនាទីសំខាន់របស់ផ្កាថ្មផ្កាថ្មភាគច្រើនរស់នៅតំបន់ត្រូពិចនិងតំបន់ក្តៅហើយមានរូបរាងពណ៌និងទំហំចម្រុះខ្លាំងណាស់ហើយចែកចេញជាពីរទម្រង់គឺផ្កាថ្មរឹងនិងផ្កាថ្មទន់ដែលមានរូបរាងខុសៗគ្នាខ្លះមានរូបរាងដូចម្រាមដៃដូចផ្លិតមែកឈើសរសៃឆ្មាស្នែងសត្វដូចផ្សិតរាងដូចខួរក្បាលនិងអញ្ច្រាញសរីរាង្គជាដើមបើទោះបីជាផ្កាថ្មគ្របដណ្ដប់ត្រឹមតែប្រហែល 1% នៃភាវៈរស់លើពិភពលោកក៏ដោយវាជាជម្រកសម្រាប់ប្រភេទភាវៈរស់សមុទ្រប្រហែល 25% ផ្កាថ្មមាន840ប្រភេទដែលផ្ដល់ជាជម្រកដល់ត្រីប្រហែលជា 4000 ប្រភេទនិងសត្វផ្សេងៗប្រហែលជា 1 លានប្រភេទហើយយើងហៅសត្វទាំងអស់នោះថាជាសត្វរស់នៅថ្មប្រប្រាស់ទឹកឬក៏ជា reef animals រូបរាងរបស់ផ្កាថ្មមានលក្ខណៈខុសៗគ្នារហូតដល់17ប្រភេទផ្កាថ្មអាចបង្កើតសារធាតុពន្លឺផ្លេកៗដែលមានពណ៌ចែងចាំងខុសៗគ្នាហើយត្រូវបានគេចាត់ទុកជា indicator species មានន័យថាការផ្លាស់ប្ដូររបស់វាអាចបង្ហាញពីសុខភាពនៃប្រព័ន្ធ ecology សមុទ្រទាំងមូលប្រសិនបើរស់នៅក្នុងមជ្ឈដ្ឋានល្អ colony របស់ពួកគេនឹងរស់នៅរាប់ពាន់ឆ្នាំឬអាចរស់នៅបានជារៀងរហូតដោយសារភាពរឹងរបស់ផ្កាថ្មអាចកាត់បន្ថយថាមពលរលកបាន 97% និងបម្រើជាការការពារទឹកជំនន់ធម្មជាតិតាមបណ្ដោយឆ្នេរសមុទ្រប្រហែល 71000 គីឡូម៉ែត្រនៃឆ្នេរសមុទ្រទូទាំងពិភពលោកមនុស្សជិត200លាននាក់ពឹងផ្អែកលើផ្កាថ្មដើម្បីការពារពួកគេពីការកើនឡើងព្យុះនិងរលកនៅពេលដែលការប្រែប្រួលអាកាសធាតុបន្តបង្កើនថាមពលនៃព្យុះនិងលទ្ធភាពនៃទឹកជំនន់សហគមន៍ឆ្នេរសមុទ្រនឹងកាន់តែពឹងផ្អែកលើផ្កាថ្មរបស់ពួកគេសម្រាប់ការការពារឆ្នេរសមុទ្រចំណុចទី4ការគំរាមកំហែងនិងដំណោះស្រាយការប្រែប្រួលអាកាសធាតុគឺជាការគំរាមកំហែងធំបំផុតចំពោះផ្កាថ្ម
សីតុណ្ហភាពទឹកសមុទ្រកើនឡើងធ្វើឲ្យកើតមាន coral bleaching ឬក៏មានន័យថាការប្រែពណ៌ផ្កាថ្មនៅពេលផ្កាថ្មរងសម្ពាធកម្ដៅវានឹងបណ្ដេញសារ៉ាយស៊ូអូសានឆេឡេចេញធ្វើឲ្យវាប្រែពណ៌សខ្វះអាហារងាយកើតជំងឺនិងអាចស្លាប់បានជាដំណោះស្រាយដែលយើងអាចធ្វើរួមមានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ការពារបរិស្ថានសមុទ្រនិងលើកកម្ពស់ការយល់ដឹងជាសាធារណៈចាស់វីដេអូរបស់នាងខ្ញុំឈានមកដល់ទីបញ្ចប់សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានរហូតដល់ចប់ប្រសិនបើបងប្អូនចង់ស្គាល់ភាពរស់សមុទ្រផ្សេងៗទៀតសូមផ្ដល់មតិយោបល់ក្នុងវីដេអូនេះនាងខ្ញុំនឹងរៀបចំជូនក្នុងវីដេអូបន្ទាប់សូមអរគុណនិងជួបគ្នាជាថ្មី